លោកត្រាំគឺឆេះដុំយ៉ាងខ្លាំងហើយបងប្អូនគឺឆេះដុំខ្លាំងមែនទែនបាទឆេះដុំរឿងកូនរបស់គាត់ហ្នឹងបាទគឺ BB របស់គាត់ហ្នឹងបាទ BB ហ្នឹងគឺលោកនេតានយ៉ាហ៊ូបាទនេតានយ៉ាហ៊ូហ្នឹងបាទលោកត្រាំហៅថា BB ទេបាទឥឡូវខឹង BB គាត់ខ្លាំងណាហើយនិយាយមិនខឹងទេបាទពងចរចាជាមួយនឹងបាទអឺអ៊ីរ៉ង់ហើយថាគាត់តែទៅអួតប្រាប់ពិភពលោកថាចិត្តត្រូវគ្នាហើយអ៊ីរ៉ង់បន្ទន់អរិយាប័ត្រចឹងណាតែអ៊ីរ៉ង់ក៏អត់ដឹងអីទេបាទដូចថៃខ្មែរយើងនឹងថៃថាយើងចេះប៉ុន្តែយើងអត់បានអីបាទគាត់ចិត្តថាបិទបើកព្រំដែនលើគាត់ស្អីលើគាត់ចឹងណាបាទអត់ខុសពីថៃប៉ុន្មានទេអញ្ចឹងលោកដូណាល់ត្រាំគឺគាត់ខឹងខ្ញាល់បាត់យ៉ាងខ្លាំងសម្ដីបាទថាខ្លាំងដាក់លោកនេតានយ៉ាហ៊ូហ្នឹងបាទហើយព្រោះថាគាត់បានប្រាប់ឲ្យថាខ្លួនឯងហ្នឹងនេតានយ៉ាហ៊ូហ្នឹងបាទជាប្រធានបតីរបស់អ៊ីស្រាអែលហ្នឹងថាគេស្អប់ពេញមកពិភពលោកហើយបើនិយាយអស់ទៅគឺប្រទេសណាក៏គេតាមចាប់មានប្រទេសមួយចំនួនគេតាមចាប់ហើយមានប្រទេសមួយចំនួនគេមកឲ្យជាន់ទឹកដីគេទៀតបាទព្រោះជាមេដឹកនាំសង្គ្រាមជាជនល្មុបសង្គ្រាមហ្នឹងណាបាទតែលោកដូណាល់ត្រាំខ្លួនឯងក៏ខ្លួនអត់ដឹងថាខ្លួនឯងជាអ្វីដែរបាទគាត់ឲ្យលោកនេតានយ៉ាហ៊ូបញ្ឈប់សង្គ្រាមនៅឯតាលីបង់តែយើងដឹងហើយថ្មីហ្នឹងបាទហើយថ្ងៃនេះថ្ងៃ4ថ្ងៃ5ថ្ងៃនេះថ្ងៃ4ណាបងប្អូនបាទថ្ងៃនេះអញ្ចឹងក៏ឲ្យបញ្ឈប់លោកនេតានយ៉ាហ៊ូក៏អត់បញ្ឈប់បាទប្រមុខដឹកនាំអ៊ីស្រាអែលហ្នឹងគាត់អត់បញ្ឈប់ទេគាត់ខឹងយ៉ាងខ្លាំងថាគាត់រហូតដល់គាត់ថាជាមនុស្សឈួតឬក៏ថាគុំតបានគាត់រលឹកគុណស្រ័យបើគុំបានគាត់ជួយទេគុំបានលោកដូណាល់ត្រាំជួយណាគុំអីហ្នឹងត្រូវជាប់គុកជាប់ច្បាក់ហើយលោកនេតានយ៉ាហ៊ូហ្នឹងបាទគាត់ខឹងយ៉ាងខ្លាំងបាទចង់ឲ្យបញ្ឈប់សង្គ្រាមនៅឯតាលីបង់ឥឡូវនេះគឺយើងមានកិច្ចព្រមព្រៀងគ្នាចរចាបត់ឈប់បាញ់រវាងក្រុមHezbollah និងបាទអ៊ីស្រាអែលបាទជប់បាញ់ហើយយើងដឹងហើយថាក្រុម Hezbollah ហ្នឹងគឺជាក្រុមដែលការពារដោយអ៊ីរ៉ង់អញ្ចឹងអ៊ីរ៉ង់ឃើញវាយនៅតាលីបង់នៅអីចឹងបាត់ទន្ទ្រានដីគេបាត់យកទាំងប្រាសាទបុរាណគេដែលរាប់រយឆ្នាំហ្នឹងទៀតអញ្ចឹងអ៊ីរ៉ង់ខឹងយ៉ាងខ្លាំងហើយក៏ធ្វើឲ្យអ៊ីរ៉ង់ដើរចេញពីតុចរចាបាទហ្នឹងហើយរឿងបញ្ហាសម្រាប់ប្រទេសកម្ពុជាយើងវិញបងប្អូនប្រទេសសៀមគឺបានចោទប្រកាន់ខ្មែរយើងវិញបាទគាត់លុប MOU ខ្លួនគាត់ហើយរហូតដល់ថ្នាក់គាត់អត់គ្រប់ច្បាប់អន្តរជាតិទៀតបាទគឺទាត់ចោលនៅដូនតារបស់គាត់ស្ដេចរបស់គាត់ហើយនឹងប្រមាថស្ដេចរបស់គាត់ហើយប្រមាថមេដឹកនាំកម្ពុជាដែលជានាយករដ្ឋមន្ត្រីប្រហែលជា10ចំនួនមកហើយ10នាយករដ្ឋមន្ត្រី10មកហើយដែលបានព្រមព្រៀងជាមួយកម្ពុជាយើងអំពី MOU អីហ្នឹងគាត់លុបចោលហើយអាកិច្ចព្រមព្រៀងដែលសន្ធិសញ្ញាប្រាំងសៀម1904 1907គាត់លុបចោលលុបអីចឹងខ្មែរយើងអត់មានពិធីអីត្រូវចរចាគ្នាទេគាត់លុប MOU នោះបងប្អូនដឹងហើយណាគឺជាការចរចាគ្នាទ្វេភាគីត្រូវចរចាទ្វេភាគីអញ្ចឹងបើគាត់លុបចោលហើយចរចាទ្វេភាគីមិនដល់ពេលចរចាព្រំដែនសមុទ្រ UN Clause គាត់ចង់ចរចាទ្វេភាគីចង់លុបអានឹងចោលហើយចង់បង្កើតថ្មីបាទជាខ្មែរយើងឈប់ចាញ់បោកសៀមហើយបងប្អូនអាហ្នឹងខ្ញុំចង់និយាយចឹងអញ្ចឹងអ្នកឯងលុបចោលអាការចរចាគ្នា MOU ហើយមេដឹកនាំគាត់លោកស៊ីអាសាក់មកទៅជាមេដឹកនាំប្រភេទយ៉ាងម៉េចបងប្អូនខ្ញុំអត់យល់បាទដែលគាត់និយាយម្ដងចេះឲ្យលោកអនុទានហ្នឹងគាត់ថាគាត់អត់បញ្ហាទេពេលនៅពេលដែលគេកសែតអ្នកកសែតចោតសួរគាត់ហ្នឹងពីបញ្ហាដែលតំណាក់ព្រំដែនហើយឥឡូវបងប្អូនព្រំដែនឥឡូវកំពុងតែញើយល់បាត់ញើយល់គ្នារកតែសង្គ្រាមគឺវាធ្វើយ៉ាងម៉េចដើម្បីឲ្យយើងផ្ទុះសង្គ្រាមបងប្អូនហើយបាទកងទ័ពអរិយកងទ័ពរបស់យើងបាទខ្ញុំសូមស្នើធ្វើម៉េចទប់ឲ្យបានព្រោះអីគឺជាការដែលគាត់យល់លេសហើយបាទដោយគាត់ចង់ធ្វើរឿងនយោបាយរបស់គាត់គាត់ចង់ធ្វើសង្គ្រាមមួយឲ្យមកពាក់ព័ន្ធព្រំដែនគាត់បានសម្លាប់នៅបាទវីរៈកងទ័ពយើងម្នាក់ដែលស្លាប់ហ្នឹងណាបាទស្លាប់ហើយបង្កើតជារឿងមកដល់បច្ចុប្បន្នហ្នឹងបាទនេះគឺជារឿងរបស់គាត់ដែលបង្កើតគាត់ប្រឌិតគ្រប់បែបយ៉ាងឥឡូវគាត់ចាប់ដើមប្រឌិតផ្សេងហើយដោយសារគាត់ទាល់នឹងគំនិតគាត់យ៉ាងម៉េចទេការលុបចោលនៅ MOU ដល់ឯកតោភាគីហ្នឹង MOU ហ្នឹងគឺការចរចាគ្នាទ្វេភាគីហ្នឹងហើយដល់គាត់លុបអាហ្នឹងចោលគាត់មិនបានសួរប្រទេសកម្ពុជាហើយដល់ពេលក្រោយឡើងគាត់ចង់ឲ្យបង្កើតថ្មីដល់ពេល UN Clause ចង់ឲ្យមកចរចាហើយទៅចោទប្រទេសកម្ពុជាយើងថាប្រទេសកម្ពុជាយើងមិនគោរពអីមិនគោរពបទឈប់បាញ់អាមុនដែលគាត់
គាត់និយាយថាចេះគាត់យ៉ាបត់ជប់បាញ់យើងថាអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងតែគាត់មានអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងណាគាត់អរុលចូលមកលើដែនដីខ្មែរគ្រប់បែបយ៉ាងយើងមានផុសតាំងគ្រប់បែបយ៉ាងបងប្អូននៅក្នុងការដែលយើងបង្ហាញឥឡូវសប្តាហ៍ឥឡូវកំពុងតែធ្វើគ្រប់បែបយ៉ាងមិនមែនអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងទេហើយមានបងប្អូនខ្លះរហូតដល់ច្រឡំអ្នកថាអ្នកណានៅកន្លែងហ្នឹងយើងបានចុះអីណាធ្វើឲ្យបាត់បង់ទឹកដីអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងថៃអាងពាក្យហ្នឹងនេះគឺជាការបាទឆ្លៀនពៀនរបស់សៀមគឺគាត់អត់ចេះខ្វះលេសបាទគេចង់និយាយថានៅកន្លែងណានៅកន្លែងហ្នឹងបាទខ្ញុំសូមឲ្យអ្នកវាគ្មិនមួយចំនួនដែលហុចដូចនិយាយមកបកមកដូចជាហុចដាវឲ្យសៀមគេបកមកយើងវិញអញ្ចឹងបាទបញ្ជាក់ន័យថាយើងបញ្ឈប់សង្គ្រាមសិនហើយអារឿងដីគេវាស់ច្រើនមិនមែនអ្នកណាវាយចាប់បានកន្លែងណាយកកន្លែងហ្នឹងទេអ្នកលោកកុំច្រឡំអញ្ចឹងអ្នកដែលឃើញល្បីដែរគាត់ខាងនេះហ្នឹងគាត់ការយល់ច្រឡំថាប្រទេសខ្មែរគឺចង់បញ្ឈប់សង្គ្រាមសិននៅកន្លែងណាកន្លែងនេះកុំអាលរុលកុំអាលវាយគ្នាតទៀតគេចង់បានអីចឹងមិនចង់បានថាណាចាប់ដីដានកន្លែងណាកន្លែងហ្នឹងទេណាវាស់ទៅណាចាប់បានណាយកមកតាមផ្លូវច្បាប់ហ្នឹងទៅណាអានេះចង់និយាយចឹងបាទឥឡូវនេះគឺបងប្អូនដឹងហើយថាគឺសៀមគាត់បាទមិនដឹងជាថាគាត់ត្រូវចូលរំចូលទៅប៉ុន្តែលោកអាណូទីនបើគាត់មិនចូលគឺគាត់បញ្ហាផ្លូវច្បាប់អន្តរជាតិធ្ងន់ធ្ងរណាបាទគាត់ជាប្រទេសបាទបើគាត់មិនចូលជាមួយUN Close ជាមួយប្រទេសកម្ពុជាវិញគឺមានបញ្ហាធំហើយបាទសៀមអាហ្នឹងបងប្អូនបាទអញ្ចឹងបញ្ហានេះបងប្អូនឃើញហើយឃើញថាសៀមនិយាយលំលោកស៊ីអាសាហើយនិងលោកអាណូទីនគឺនិយាយប្លែកគ្នានិយាយថ្ងៃនេះនិយាយចេះថ្ងៃនេះនិយាយចេះឥឡូវមកបន្ទោសកម្ពុជាយើងហើយมันអាចបន្ទោសកម្ពុជាយើងបានហើយព្រោះប្រទេសកម្ពុជាយើងឃើញថាឃើញគាត់លុប MOU ចោលការចរចាគ្នាដោយទ្វេភាគីឥឡូវគាត់មកចរចា UN Close ថាមុននឹងទៅចរចាមុននឹងទៅប្តឹងអន្តរជាតិហេតុអ្វីបានជាប្រទេសកម្ពុជាយើងទាត់ចោលនឹងការចរចាទ្វេភាគីនិយាយដូចម៉េចបាទបងប្អូនជួយប្រាប់ខ្ញុំនិយាយដូចម៉េចបាទនិយាយបាទលោកស៊ីអាសានិយាយដូចម៉េចជាមនុស្សប្រភេទអីមេដឹកនាំប្រភេទអីខ្ញុំអង្គុយឆ្ងល់អត់មិនប្រើខួរគិតយ៉ាងម៉េចបាទខ្ញុំដឹងដែរខ្ញុំហ៊ាននិយាយបាទអត់ហ៊ាននិយាយហ្មងបងប្អូនបាក់អូខេខ្ញុំមានមួយទៀតដែរតាមពិតខ្ញុំអត់ចង់និយាយព្រោះអារឿងហ្នឹងនិយាយទៅវាលុបបាទបងប្អូនណាលុបរឿងផលប្រយោជន៍ជាតិរបស់យើងព្រោះគ្រាន់តែរឿងលោកគ្រូពេទ្យមួយគឺល្បីពេញ social media Facebook អីផ្សេងៗហ្នឹងបាទការបញ្ចេញមតិផ្សេងគ្នាបាទរហូតដល់បាទបណ្ឌិតធំបាទបណ្ឌិតអ្នកដែលមានវិជ្ជាជីវៈខាងនយោបាយវិភាគច្រើនណាបាទខ្ញុំក៏គ្មានអីនេះដែរបងប្អូនគឺខ្ញុំគ្រាន់តែមានការអន់ចិត្តថាបើលោកគ្រូគាត់ចែករំលែកបានល្អហើយឲ្យគាត់ចែករំលែកទៅវាខុសផលប្រយោជន៍ជាតិអីបូអ្នកដែលគេបំផ្លាញជាតិវាច្រើនងាប់ហើយហ្នឹងបាទដូចជាស្រាបៀបំផ្លាញអាយុជីវិតប្រជាជនមួយថ្ងៃណាផ្សព្វផ្សាយតាមចិត្តបាត់ឃើញអ្នកពិភាក្សាខ្លះឬក៏អ្នកតែប្រើអីយកអាស្រាបៀយកមកដាក់ហើយជាពិសេសគឺក្រុមបងប្អូនយើងលក់លេលក់ផលិតផលសុខភាពផ្សេងផ្សេងផ្សព្វផ្សាយជំងឺមួយត្រូវសឹង100មុខក៏មានអីខុសវិជ្ជាជីវៈមកកកគាត់អត់ទៅនិយាយជាមួយលោកគ្រូពេទ្យតែគាត់នេះបាទអាហ្នឹងគឺរដ្ឋាភិបាលគួរតែពិចារណាដែរអាហ្នឹងខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្រងច្រើនអញ្ចឹងបើគេគ្រប់គ្រងច្រើនណាមិនមែនសំដៅទៅលើបងប្អូនថាគេមិនបងបតង់ឬក៏គេមិនគោរពមិនបានសុំអីហើយចោះអ្នកដែលមិនសុំមកកកក៏លោកមិនគិតណាខ្ញុំចង់និយាយអញ្ចឹងណាយើងត្រូវគិតថាចុះមានគេអត់គាត់សុំអត់អញ្ចឹងយើងធ្វើអញ្ចឹងបានន័យថាយើងនឹងចំណែនឈ្នានីគេហើយខ្ញុំនិយាយមួយទៀតលោកបណ្ឌិតយងពៅឬក៏គិនភីគាត់និយាយបាទខ្ញុំសុំអភ័យទោសខ្ញុំអត់ចាំបាទគាត់និយាយល្អកន្លែងហ្នឹងបាទគាត់ថាចុះឥឡូវខ្ញុំសួរចេះលោកគ្រូគណៈគ្រូពេទ្យលោកគ្រូពេទ្យឬក៏នៅខាងក្រសួងសុខាភិបាលដែលមិនសូវមានពេលវេលារបស់គាត់គឺផ្ដោតទៅលើការមើលអីណាថែទាំអ្នកជំងឺបាត់បើកមន្ទីរពេទ្យបើកឯកជនអីយកលុយយកអីគាត់រវល់ហើយហ្នឹងគាត់អត់មានពេលគិតពីសុខភាពប្រជាជនចែករំលែកពីសុខភាពថាឥឡូវឈឺជំងឺនេះយើងមិនគួរធ្វើចេះត្រូវធ្វើចេះមានតិចតួចមិនមែនអត់មានទេមានលោកគ្រូពេទ្យយើងមានតិចតួចតែមិនអត់មានទេហើយចង់ចោះលោកដុកទ័រតុងនឹងគាត់ចែករំលែកច្រើនល្អប៉ុណ្ណឹងចុះយើងមិនប្រើភ្នែកយើងមើលថាអូអញចំពោះខ្ញុំជាគ្រូពេទ្យជាគណៈពេទ្យគណៈកម្មការពេទ្យឬក៏ជាគណៈអីហ្នឹងខ្ញុំអត់មានពេលទៅធ្វើអញ្ចឹងហើយគេមានពេលធ្វើអញ្ចឹងមិនក៏ខ្ញុំទៅធ្វើទុកបុកម្នេញគេអូវាខុសច្បាប់បាទត្រឹមត្រូវហើយ
បាទអត់បានសុំទេអាហ្នឹងបើខ្ញុំនិយាយទៅវាពិតប៉ុន្តែមានលំអៀងព្រោះស្រឡាញ់លំអៀងព្រោះស្អប់អត់ចង់និយាយចឹងយើងគុំលំអៀងព្រោះស្អប់មួយស្រឡាញ់ចង់អ្នកដែលលេលក់អ្នកលក់អីនោះមកកកោកដែលអត់មានបតង់អត់មានអីផ្សាយអត់មានវិជ្ជាជីវៈអីពេទ្យទេគ្រប់គ្រាន់ផ្សាយពីជំងឺនេះជំងឺនោះអាហ្នឹងមិនបាច់មានបានតែបិទគេអត់ឬក៏គេនឹងបងលុយបងអីឬក៏គេគាត់មិនបងលុយអាហ្នឹងខ្ញុំហ៊ាននិយាយគាត់ឧបមាទេបាទអាហ្នឹងខ្ញុំចង់និយាយចឹងបងប្អូនបាទអញ្ចឹងកន្លែងណាដែលយើងអាចដូចថាអាចថាខ្ជិលគិតបានយើងមិនបាច់ទេព្រោះឲ្យគាត់អត់មើលឃើញថាគាត់នឹងផ្សព្វផ្សាយពេទ្យផ្សព្វផ្សាយជំងឺអីវាខុសអាហ្នឹងត្រូវឲ្យគាត់លុបចោលហើយប៉ុន្តែនេះគឺគាត់គ្រាន់តែអត់មានអាជ្ញាប័ណ្ណឬអត់មានអីសុំច្បាប់អីប៉ុណ្ណឹងយើងឲ្យគាត់លុបចោលអញ្ចឹងនៅក្នុង Facebook មានច្រើនណាស់តាមលុបអុយអស់ចង់និយាយតាមលុបអស់ណាក្នុងនាមជាគណៈកម្មការពេទ្យអីហ្នឹងខ្ញុំសុំអភ័យទោសណាខ្ញុំមិនចង់និយាយអីបាទអាហ្នឹងឲ្យមានរឿងពេទ្យច្រើនណាស់ខ្ញុំត្រូវនិយាយអូច្រើនណាស់បើខ្ញុំនិយាយបាទបើខ្ញុំនិយាយវិញហើយបើសិនបើឲ្យប្រជាជននិយាយវិញសឹងតាបាទប្រធានពេទ្យឬក៏ពេទ្យធំសឹងធ្លាក់ពីតំណែងនោះបើឲ្យគេនិយាយឲ្យគេនេះវិញអាហ្នឹងណាបាទអាហ្នឹងខ្ញុំចង់និយាយចឹងបើឲ្យគេនិយាយឲ្យគេលុកហេតុផលលុកអីមកប្រជាជនគេដាក់វិញអាហ្នឹងបាទហើយនេះគាត់ចែកម្លែកចឹងឡើយណាមានផលប្រយោជន៍ទុកគាត់ទៅអាហ្នឹងខ្ញុំចង់និយាយចឹងប៉ុន្តែបើសិនតាមផ្លូវច្បាប់ប្រធានចេះអាហ្នឹងដើម្បីច្បាប់ប្រទេសកម្ពុជាយើងធ្វើទៅបាទអាហ្នឹងខ្ញុំអត់ហ៊ានបដិសេធដែរបងប្អូនណាហ៊ានបដិសេធទេបាទហើយរឿងមួយទៀតដែលលោកគិនវាគាត់និយាយថាបណ្ឌិតអ្នកប្រាជ្ញឬក៏បញ្ញវន្តអីចឹងណាគាត់និយាយចង់និយាយថាបញ្ញវន្តអ្នកចេះដឹងចឹងណាអ្នកចេះដឹងទាំងឡាយអត់ហ៊ានបញ្ចេញយោបល់ទេណាអត់ហ៊ានបញ្ចេញយោបល់ពីរឿងប្រទេសជាតិរឿងនយោបាយរឿងអីទេគាត់ខ្ញុំមើលនៅក្នុងអត្ថបទរបស់គាត់ហ្នឹងចង់បានន័យយ៉ាងចឹងណាអត់ហ៊ានបញ្ចេញទេបើទៅជើអ្នកដែលបញ្ចេញដូចខ្ញុំវិញខ្ញុំអត់មានចេះអីផងI know I share ខ្ញុំចេះទីទួចខ្ញុំចែកម្លែកណាដូចខ្ញុំមិនអត់ដឹងអីទេខ្ញុំមិនមែនជាអ្នកចែកម្លែកអាជីពឬក៏ខ្ញុំមិនមែនអ្នកកសែតខ្ញុំមិនមែនអ្នកអីប៉ុន្តែខ្ញុំដឹងខ្ញុំចេះថាចេះព្រោះក្នុងជីវិតរបស់ខ្ញុំមុននឹងខ្ញុំស្លាប់ទៅឲ្យខ្ញុំចែកម្លែកអ្វីដែលខ្ញុំមានការចេះដឹងអ្វីដែលខ្ញុំបានដឹងខ្ញុំចែកម្លែកចំពោះបងប្អូនខ្លះដែលដឹងតិចដឹងអីចឹងទៅដឹងតិចគាត់ស្ដាប់តាមខ្ញុំចឹងទៅព្រោះគាត់ដឹងច្រើនលើសខ្ញុំអាហ្នឹងគាត់ស្ដាប់អ្នកដែលវែងចឹងទៀតទៅចង់និយាយចឹងណាចឹងបងប្អូនពិចារណាមើលណាចឹងគាត់ចង់បានន័យថាបញ្ញវន្តឬក៏អ្នកចេះដឹងជាច្រើនមិនមែនវែកញែកឬក៏បណ្ឌិតអីផ្សេងមិនមែនចេញមុខមកនិយាយពីសង្គមឃើញការពិតនិយាយការពិតឃើញការពិតបិទភ្នែកឲ្យជិតអត់ហ្នឹងកាលណាយើងឃើញការពិតមិនហ៊ាននិយាយយើងអត់ហ៊ាននិយាយអត់និយាយបាននេះថាយើងរួមចំណែកអាក្រក់ជាមួយនឹងអ្នកដែលធ្វើខុសអាហ្នឹងចំពោះបណ្ឌិតចឹងគឺអត់ប្រយោជន៍ទេបាទអត់ប្រយោជន៍បាទដល់ពេលគេថាបណ្ឌិតដាក់ឈ្មោះគេដាក់ខ្ញុំជាបណ្ឌិតនោះវាចេះប៉ុន្តែឲ្យមាត់ឃើញការពិតមិនហ៊ាននិយាយការពិតទេបាទគាត់ខ្លាចថាសង្គមចេះហ្នឹងខ្ញុំអត់ដឹងទេបងប្អូនគិតខ្លួនឯងចឹងលោកគឹមភាគាត់មើលទៅនិយាយមកគាត់ដូចតឹងទ្រូថាមានបញ្ញវន្តប៉ុនអីអាហ្នឹងចង់និយាយបោខ្ញុំស្ដាប់គាត់និយាយថាឃើញការពិតមិនហ៊ាននិយាយការពិតមានអ្វីដែលចែកម្លែកមិនហ៊ានចែកម្លែកចង់និយាយចឹងខ្លាចហើយអាជិះតាក់ទឹកហើយតាមគេគាត់ចង់បានន័យថាចឹងបាទសូមបិទទោសបងប្អូនខ្ញុំមាននិយាយការខុសឆ្គងអានេះតាមកំណត់របស់ខ្ញុំចេះគិតទៅហើយមិនមែនឲ្យក្នុងន័យញុះញង់ឬក៏អីចង់និយាយចឹងបាទគឺក្នុងន័យថារិះគន់កែលម្អគ្នាទៅវិញនោះនំនាមជាខ្មែរមិនអាចយកខ្មែរជាខ្លួនឯងជាសត្រូវឡើយបាទពាក្យហ្នឹងខ្ញុំឃើញបងប្អូននិយាយច្រើនណាស់ល្អខ្មែរមិនអាចយកខ្មែរគ្នាយើងជាត្រូវខ្មែរមិនអាចចាប់គប់ខ្មែរគ្នាយើងដាក់ហ្នឹងយើងអាចទៅណែនាំតិចតួចចឹងទៅប៉ុណ្ណឹងបាទកុំធ្វើឲ្យគេឈឺចាប់ព្រោះគេក៏មានកូនមានចៅមានឪពុកម្ដាយដូចយើងដែរយើងក៏មានកូនចៅឪពុកម្ដាយដែរបាទណែនាំបានយើងណែនាំកន្លែងហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំក៏សូមអរគុណចំពោះបាទលោកបណ្ឌិតជាច្រើនដែលខ្ញុំបានមើលដូចជាលោកបណ្ឌិតមាសនេះលោកបណ្ឌិតគិនភាលោកបណ្ឌិតយងពៅបាទលោកបណ្ឌិតអីបាទច្រើនទៀតបាទហើយឃើញលោកបណ្ឌិតគាត់និយាយឆៅដែរខ្លាំងដែរបាទណាច្រើនបាទនៅក្នុងហ្នឹងអញ្ចឹងខ្ញុំអរគុណអ្នកចេះដឹងហើយសូមឲ្យអ្នកចេះដឹងបណ្ឌិតជាច្រើនចេញមកចែករំលែកឃើញការពិតនិយាយការពិតហើយឲ្យចេះកែប្រែគ្នាកុំធ្វើអាជីលទឹកទៅពេលបានផលបានអីតែអែបគេថាខ្ញុំជាបណ្ឌិតបាទអរគុណច្រើនបងប្អូនសូមជម្រាបលាបើមានកំហុសខុសឆ្គងខ្ញុំនិយាយខុសបើខ្ញុំនិយាយខុសបងប្អូនថាខុសមកបើនិយាយត្រូវបងប្អូនថាត្រូវមកខមមិននឹងក្រោមខ្ញុំអត់ថាអីទេប៉ុន្តែកែលម្អគ្នាមានខុសក្នុងន័យចាជេរគ្នាអីទេបាទខ្មែរពូជថ្លៃធ្នូខ្មែរពូជខ្មែរអង្គរបាទមិនមែនពូជបាទចោលអីកឹបគេយកប្រទេសគេអីអត់ទេបាទអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ពេលនេះបាទជម្រាបលាសូមឲ្យបងប្អូនសុខភាពល្អរស់ស៊ីមានបានទៅដល់មកដល់សុវត្ថិភាពតាមផ្លូវសៀបាទជួយចែកគ្នាទាំងអស់នេះបាទអរគុណ